ទូរទស្សនិកជនជាទីគោរពនិងជាទីស្នេហាជាបន្តទៅទៀតនេះសូមអញ្ជើញតាមដានទស្សនានៅកិច្ចសម្ភាសន៍ពិសេសរបស់ក្រុមការងារយើងគឺលោក Bradley លោកសំណាងលោកនឹងធ្វើកិច្ចសម្ភាសន៍ជាមួយនឹងលោក ប៊ិន រ៉ាត់នៅក្នុងកិច្ចសម្ភាសន៍នេះលោកអ្នកនឹងបានជ្រាបយ៉ាងច្បាស់តាមរយៈ NSP Plus TV គ្រឹះស្ថានបោះពុម្ពនៅឡាវបានស្នើសិទ្ធិបកប្រែសៀវភៅអតីតកាលដ៏រីករាយរបស់លោក ប៊ិន រ៉ាត់ជាភាសាឡាវសៀវភៅអតីតកាលដ៏រីករាយរបស់លោក ប៊ិន រ៉ាត់ដែលត្រូវបានបោះពុម្ពនៅខ្មែរកាលពីឆ្នាំ2019បានទាក់ទាញចំណាប់អារម្មណ៍សិស្សនិស្សិតនៅឡាវធ្វើឲ្យគ្រឹះស្ថានបោះពុម្ពមួយនៅប្រទេសឡាវស្នើសិទ្ធិបកប្រែនិងបោះពុម្ពជាភាសាឡាវដើម្បីសម្រួលដល់ការអានរបស់និស្សិតឡាវគោលដៅរបស់លោកគឺចង់ជំរុញឲ្យយុវជនដែលមិនសូវចូលចិត្តអានសៀវភៅងាកមករកសៀវភៅនិងអ្នកដែលមានបំណងបោះបង់ការសិក្សាងាកមកបន្តការសិក្សាឡើងវិញដើម្បីសម្រេចនូវក្តីស្រមៃនាពេលអនាគតរបស់ខ្លួនទស្សនិកជនជាទីគោរពលោក ប៊ិន រ៉ាត់បានថ្លែងប្រាប់ដល់ទូរទស្សន៍យើងឲ្យដឹងកាលពីពេលថ្មីៗកន្លងទៅនេះថាសៀវភៅរបស់លោកដែលមានចំណងជើងថាអតីតកាលដ៏រីករាយត្រូវបាននិស្សិតខ្មែរមួយរូបយកសៀវភៅនេះទៅប្រទេសឡាវដែលគាត់ជួននិស្សិតរូបនោះបានបង្ហាញទៅកាន់ម្ចាស់គ្រឹះស្ថានបោះពុម្ពម្នាក់ដែលជាអ្នករៀបចំបុណ្យសៀវភៅ Book Festival ឆ្នាំ2025រាល់ឆ្នាំនៅប្រទេសឡាវក្រោយម្ចាស់គ្រឹះស្ថានរូបនេះបានអានសៀវភៅនេះដោយយកចិត្តទុកដាក់មកម្ចាស់គ្រឹះស្ថានបានចាប់អារម្មណ៍នឹងសាច់រឿងនិងបទពិសោធន៍របស់អ្នកនិពន្ធជាខ្លាំងនិងបានសម្រេចចិត្តអញ្ជើញលោក ប៊ិន រ៉ាត់ដែលជាម្ចាស់ស្នាដៃសៀវភៅនេះជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីបុណ្យសៀវភៅលើកទី5ដែលត្រូវបានធ្វើនៅប្រទេសឡាវមិនតែប៉ុណ្ណោះក្រោយពេលបានជួបសំណេះសំណាលរវាងលោក ប៊ិន រ៉ាត់និងម្ចាស់គ្រឹះស្ថានបោះពុម្ពនៅប្រទេសឡាវគឺបានធ្វើឲ្យគ្រឹះស្ថាននេះស្នើសិទ្ធិបកប្រែសៀវភៅអតីតកាលដ៏រីករាយពីភាសាខ្មែរទៅជាភាសាឡាវដើម្បីលោកមានលទ្ធភាពអាចឲ្យយុវជននៅប្រទេសឡាវអាចអានបានជាភាសារបស់ខ្លួនលោក ប៊ិន រ៉ាត់ក៏បានយល់ព្រមតាមសំណើរបស់គ្រឹះស្ថានបោះពុម្ពដោយជឿជាក់ថាខ្លឹមសារសៀវភៅរបស់លោកនឹងអាចពង្រីកនៅវិសាលភាពបញ្ជ្រាបយ៉ាងច្បាស់មិនត្រឹមតែយុវជនខ្មែរថែមទាំងមានយុវជននៅឯប្រទេសផ្សេងទៀតចង់ដឹងចង់យល់ចង់ឮអំពីសាច់រឿងមួយនេះគូបញ្ជាក់ផងដែរថាសៀវភៅអតីតកាលដ៏រីករាយត្រូវបានបោះពុម្ពលើកទី1នៅក្នុងឆ្នាំ2019គឺជាប្រភេទសៀវភៅពិពណ៌នាអំពីរបៀបរបបទំនៀមទម្លាប់នៃការរស់នៅប្រាស្រ័យតាក់ទងគ្នារបស់អ្នកភូមិផងរបងក្បែរនាកំឡុងឆ្នាំ1990សៀវភៅនេះគឺបានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពរបស់អ្នកភូមិសាមគ្គីភាពនិយមនៃអ្នករស់នៅតាមជនបទស្រុកស្រែចម្ការបន្ថែមពីនេះសៀវភៅនេះគឺមានជាប្រភេទអត្ថបទលើកទឹកចិត្តឲ្យយុវជនយល់អំពីតម្លៃនៃការសិក្សានិងងាកមកបន្តការសិក្សាទៅសាលានិងអានសៀវភៅឲ្យបានច្រើនអតីតកាលដ៏រីករាយសន្តិភាពផ្លូវចិត្តគឺជាឱសថដ៏ស័ក្តិសិទ្ធិអតីតកាលដ៏រីករាយប្រាក់ទិញមិនបាននិពន្ធដោយលោក ប៊ិន រ៉ាត់នេះគឺជារូបភាពក្របសៀវភៅដ៏ពេញនិយមមួយនេះក្រោមចំណងជើងថាអតីតកាលដ៏រីករាយតាមរយៈការអានសៀវភៅនេះលោកអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនពិសេសគឺមិត្តអ្នកអានទាំងឡាយនឹងទទួលបាននូវការរំលឹកអំពីអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមមិនអាចបំភ្លេចបាននឹងល្អកាលពីកុមារភាពបទពិសោធន៍នៃជីវិតទាំងនេះគឺពោរពេញទៅដោយសន្តិភាពផ្លូវចិត្តចំណេះដឹងទូទៅជាច្រើនដែលមានបង្កប់នៅក្នុងខ្លឹមសារនៃការអប់រំតាមរយៈទំព័រសៀវភៅនេះព្រមទាំងមានការលើកទឹកចិត្តឲ្យបន្តការសិក្សាសម្រាប់យុវជនគ្រប់ជំនាន់កត្តាដែលជំរុញឲ្យលោកនិពន្ធចងក្រងសៀវភៅនេះឡើងគឺដោយសារតែលោកចង់ចែករំលែកនូវបទពិសោធន៍ជីវិតដើម្បីជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យបន្តការសិក្សាចង់ឲ្យមានសៀវភៅមួយដែលមានភាពសាមញ្ញងាយស្រួលអានងាយស្រួលយល់បង្កើតទម្លាប់អានដល់អ្នកមិនចូលចិត្តអានគិតមកដល់ពេលនេះសៀវភៅនេះបានត្រៀមបោះពុម្ពជាលើកទី3មានសរុបទាំង3លើកគឺចំនួន 5000 ក្បាលបាទទូរទស្សនិកជនជាទីគោរពនិងជាទីស្នេហាយើងខ្ញុំមានកិត្តិយសសូមជម្រាបជូនថាលោក ប៊ិន រ៉ាត់បច្ចុប្បន្នលោកជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅក្នុងទីក្រុងភ្នំពេញនិងជាម្ចាស់ស្នាដៃនិពន្ធសៀវភៅអតីតកាលដ៏រីករាយក្នុងចំណោមបងប្អូនចំនួន8នាក់មានតែលោកម្នាក់គត់ក្នុងគ្រួសារដែលមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រកាលពីថ្នាក់បឋមសិក្សាលោកបានចាប់ផ្ដើមចូលរៀននៅថ្នាក់បឋមនៅសាលាបឋមសិក្សាអង្គរកា
បន្តទៅអនុវិទ្យាល័យអង្គព្រះស្ដេចនិងបន្តថ្នាក់វិទ្យាល័យនៅវិទ្យាល័យសម្ដេចឪថ្នល់ទទឹងដោយស្នាក់នៅមជ្ឈមណ្ឌលអភិវឌ្ឍយុវជនខ្មែរ KYDC ក្រោយពេលលោកចប់បាក់ឌុប2ឆ្នាំទើបលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិអន្តរជាតិសាធារណៈនៅសាលាច្បាប់ដដែលនេះដែរគូបញ្ជាក់ផងដែរថាលោកមានសារចែករំលែកទៅកាន់យុវជនជំនាន់ក្រោយថាខ្ញុំសូមផ្ដាំបងប្អូនទាំងអស់គ្នាជាទីរាប់អានមានតែការសិក្សាអប់រំនោះទេដែលជាស្ពានចម្លងជាក្បូនសណ្ដូនឲ្យយើងឆ្លងផុតពីគ្រោះអវិជ្ជាខ្ញុំជឿជាក់យ៉ាងប្រកបថាចំណេះវិជ្ជានឹងផ្លាស់ប្ដូរមុខមាត់ជីវភាពប្អូនគ្រួសារនិងសង្គមជាតិយើងត្រូវចាំថាវ័យកំពុងសិក្សាត្រូវតែរៀនបើខ្វះលទ្ធភាពអាចសម្រាកឬផ្អាកសិនបានតែកុំបោះបង់ការសិក្សារៀនសូត្រឲ្យសោះរៀននៅត្រង់នេះគឺមិនមែនសំដៅតែលើរៀននៅសាលាមួយមុខនោះទេគឺរៀនពីការងារដែលយើងកំពុងធ្វើរៀនពីសង្គមនិងរៀនពីសៀវភៅដែលយើងអានដើម្បីកុំឲ្យប្រិយមិត្តទ្រទស្សនិកជនទន្ទឹងរង់ចាំតាមដានទស្សនានៅកិច្ចសម្ភាសន៍ពិសេសនេះយូរសូមអញ្ជើញលោកនាងកញ្ញាតាមដាននៅបទសម្ភាសន៍នេះដែលកិច្ចសម្ភាសន៍នេះធ្វើឡើងដោយលោកសំណាងគឺលោក Bradley បាទជាមួយនឹងអ្នកនិពន្ធដ៏ល្បីល្បាញរបស់យើងគឺលោកប៊ិនរ៉ាត់រីករាយទស្សនាដូចតទៅបាទសូមជម្រាបសួរបងប្អូនបាទជំរាបសួរបងបាទបាទអរគុណច្រើនដែលចំណាយពេលវេលាដើម្បីធ្វើការសម្ភាសជាមួយខ្ញុំបាទហើយខ្ញុំបាទ Bradley បាទហើយខ្ញុំបាទរស់នៅខាងរដ្ឋ Washington នៃសហរដ្ឋអាមេរិកហើយខ្ញុំបាទនៅពេលដែលបងបាទបាទបាទនៅឆ្ងាយពីស្រុកជាងច្រើនហើយនៅពេលដែលខ្ញុំបើកមើលក្នុង Facebook ទៅបងប្អូនខ្ញុំឃើញបងប្អូនមានសៀវភៅមួយក្បាលដែលបងប្អូនបានសរសេរឡើងហើយសៀវភៅនោះគឺមានចំណងជើងថាអតីតកាលដ៏រីករាយហើយបាទពេលដែលខ្ញុំឃើញវីដេអូរបស់បងប្អូនហើយគឺខ្ញុំមានការចាប់អារម្មណ៍ខ្លាំងមែនទែនហើយដូច្នេះហើយគឺខ្ញុំបានបង្កើតនៅកម្មវិធីមួយដែលជាកម្មវិធីសម្ភាសរបស់បងប្អូនទាំងអស់គ្នាដើម្បីចែករំលែកបទពិសោធន៍នៃជីវិតដូច្នេះហើយឃើញសៀវភៅរបស់បងប្អូនគឺវាហាក់បីដូចជាត្រូវជាមួយនឹងប្រធានបទរបស់ខ្ញុំដូច្នេះហើយខ្ញុំក៏ចង់សាកសួរបងប្អូនពីសំណួរមួយចំនួនតាក់ទងទៅនឹងសៀវភៅរបស់បងប្អូនតែមុននឹងចាប់ផ្ដើមជួយប្រាប់ពីឈ្មោះប្រវត្តិសង្ខេបរបស់បងប្អូនទៅដល់អ្នកទស្សនាវីដេអូទេបានទេបាទបាទជាថ្មីមកទេជំរាបសួរបងពីចម្ងាយហើយជំរាបសួរមិត្តអ្នកទស្សនិកជនឬក៏អ្នកដែលនឹងជើញចូលរួមតាមដានឬក៏ស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់ឬក៏ពីដើមក៏បានដែរមិនបាច់ដល់ចប់ក៏បានដែរខ្ញុំបិណ្ឌរ៉ាត់ហើយជាមានស្រុកកំណើតនៅខាងខេត្តតាកែវនៅស្រុកសំរោងជាអ្នកដែលរស់នៅក្នុងប្រកបក្នុងនាមជាកសិករហើយមានបងប្អូនច្រើនបងប្អូន9នាក់ខ្ញុំជាកូនទី8នៅក្នុងចំណោមបងប្អូនទាំងនេះក៏ជាមូលហេតុមួយទៀតដែរដែលដូចបានបងលើកឡើងថាដូចបងបានលើកឡើងថាខ្ញុំសរសេរឬក៏ជាម្ចាស់សៀវភៅស្នាដៃអតីតកាលដ៏រីករាយដែលមាននៅក្នុងដៃហើយថាបងអាចនឹងចាប់អារម្មណ៍នៅរឿងរ៉ាវឬក៏ទើបតែឃើញត្រឹមក្របឬក៏សាច់រឿងព្រោះនៃសៀវភៅអតីតកាលដ៏រីករាយទេប៉ុន្តែប្រសិនបើបងបានអានមកចប់ទៀតប្រហែលជាអាចនឹងនាំបងទៅកាន់រឿងរ៉ាវពីអតីតកាលត្រឹមតែក្នុង20ឬ30ឆ្នាំមុននឹងឯងអតីតកាលនេះតាមពិតមានវត្តមាននៅក្នុងសហរដ្ឋអាមេរិកប៉ុន្តែខ្ញុំអត់ដឹងថារដ្ឋណាមួយទេដោយសារតែមានមិត្តអ្នកអានឬក៏បងប្អូនអ្នកដែលបានទៅរស់នៅទីនោះគាត់ចាប់អារម្មណ៍ហើយគាត់ក៏បានកំងតែពីខ្ញុំខ្លះដែរខ្ញុំអត់ដឹងថានៅរដ្ឋណាទេបាទអញ្ចឹងពួកសូម្បីតែបងនៅរដ្ឋនេះបងឃើញប្អូនផុសហើយនឹងមានក្មេងៗជាច្រើនចាប់អារម្មណ៍នៅក្នុងការអានសៀវភៅរបស់បងធ្វើឲ្យបងមានការចាប់អារម្មណ៍ខ្លាំងមែនទែនហើយបងអត់ទាន់បានអានទេប៉ុន្តែបងនឹងត្រូវតែទិញមួយក្បាលដើម្បីយកមកអានដែរហើយអរគុណច្រើនបាទព្រោះអីបើនិយាយអំពីអតីតកាលវិញគឺបងមានអតីតកាលច្រើនពេលដែលជាធម្មតានៅពេលដែលយើង
ធំឡើងរស់រានឡើងនៅស្រុកខ្មែរគឺយើងមានអតីតកាលច្រើនជាដែលមិនអាចបំភ្លេចបានជាពិសេសគឺសម្រាប់ដូចជាពួកបងដែលបានឃ្លាតឆ្ងាយពីស្រុកកំណើតមកទៅដល់ស្រុកគេដូច្នេះគឺទោះបីជាស្រុកគេឆើតឆាយស្រស់ល្អរីកចម្រើនដល់ថ្នាក់ណាគឺយើងមិនអាចបំភ្លេចអតីតកាលរបស់យើងបាននោះទេដូច្នេះហើយបាននិយាយថាសភៅមួយក្បាលហ្នឹងគឺចេញមកគឺត្រូវចំជីវិតផ្ទាល់ខ្លួនតែម្ដងអតីតកាលសំកាត់បងតិចអតីតកាលពីមុនហ្នឹងគឺជាអតីតកាលដ៏រីករាយទៀតរីករាយនៅត្រង់នេះដូចពីមុនជាវេលាដែលសន្តិភាពផ្លូវចិត្តណាបងដែលក្នុងខូដរបស់សភៅហ្នឹងសរសេរថាទឹកលុយពីមុនទឹកលុយជាទឹកចិត្តជាតួឯកទឹកលុយជាតួបន្ទាប់បន្សំឬក៏ជាតួរងឯងពីមុនណាបងវ័យមុនតែបច្ចុប្បន្ននេះទឹកលុយជាតួឯកខណៈទឹកចិត្តជាតួបន្ទាប់បន្សំតួរងពេលខ្លះហ្នឹងវាអត់បានចូលតួទេអាទឹកចិត្តហ្នឹងបច្ចុប្បន្នណាជាមើលឃើញចឹងឯងអញ្ចឹងត្រឡប់មកវិញអតីតកាលរីករាយហ្នឹងដូចវាជាតម្លៃនៃសន្តិភាពផ្លូវចិត្តមួយដែលយើងអាចទិញឬក៏ត្រឡប់បានដែលខ្ញុំបានចងក្រងក្នុងសភៅហ្នឹងតែអញ្ចឹងបងមិនសុំទោសអធិស្ឋានបានកាប់បងតិចអត់ទេហ្នឹងហើយអូនឯងមានប្រសាសន៍មកត្រូវហើយព្រោះអីបងចង់ដឹងដែរថាបើថាទៅដល់ទៅហ្នឹងហើយគឺបងគ្រាន់តែចង់ដឹងតែម្ដងថាតើមូលហេតុអ្វីដែលផ្ដើមឲ្យប្អូនមានគំនិតសរសេរសិភៅអតីតកាលដ៏រួចរាយនេះឡើងគឺនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ប្អូនឬក៏ប្អូនចង់ចែករំលែកនៅបទពិសោធន៍ដែលធ្លាប់មានពីមុនមកបាទបងអរគុណបងសម្រាប់ការផ្ដល់ឱកាសឲ្យខ្ញុំបានចែករំលែកនៅអ្វីជាគោលបំណងនៃសភៅអតីតកាលដ៏រីកតែពិតខ្ញុំធ្លាប់បានទទួលការសម្ភាសន៍ពីមេរៀននៅក្នុងស្រុកប៉ុន្តែថ្ងៃនេះជាផកសំណាងរបស់ខ្ញុំដែលខ្ញុំមានឱកាសនឹងលើកយកកកាយឬក៏វេញញែកទៅទងជាមួយនឹងអតីតកាលដ៏រីករាយសម្រាប់ផ្ដល់ជូនអ្នកដែលនៅនីសមុទ្រដូចបងឬក៏ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានចាក់ចេញពីស្រុកកំណើតទៅហើយប្រកបណាស់ច្បាស់ជាមានការនឹករលឹកនៅរឿងរ៉ាវអតីតកាលដែលគាត់បានឆ្លងកាត់អតីតកាលនេះមែនទែនទៅវាជាកម្រងនៃអត្ថបទប្រភេទដូចជាភាសាអង់គ្លេសគេអាចនឹងប្រើពាក្យថា storytelling រៀបរាប់អំពីដំណើរជីវិតរបស់អ្នកនិពន្ធផ្ទាល់ផងរៀបរាប់ដំណើររបស់ជីវិតមិត្តអ្នកនិពន្ធផងមានន័យថាមិត្តភក្តិកាលឆាលហ្នឹងឯងឬក៏របៀបរបបនៃការរស់នៅរបស់អ្នកភូមិចំនួនដែលខ្ញុំនៅតូចនឹងឯងតែ30ឆ្នាំឬក៏32 33ឆ្នាំមុនខ្ញុំបច្ចុប្បន្ននេះខ្ញុំស្ដាយសកម្មភាពទាំងអស់ហ្នឹងដែលខ្ញុំធ្លាប់បានឆ្លងកាត់ហើយខ្ញុំគិតថាចំនួនកូនខ្ញុំនេះគាត់មិនមានឱកាសទទួលបានបទពិសោធន៍ទាំងអស់នោះទេដូច experience ដែលល្អដូចអ្វីដែលខ្ញុំបានឆ្លងកាត់ឧទាហរណ៍គឺថាសាមគ្គីស្ទូងស្រូវសាមគ្គីសែងផ្ទះដែលខ្ញុំដាក់នៅក្នុងប្រធានបទមួយគឺសាមគ្គីអ្នកភូមិស្ទូងស្រូវសែងផ្ទះសាងសង់ផ្ទះឬក៏ដូចជាសកម្មភាពនៃការផ្ដល់សម្លឲ្យគ្នាទៅវិញទៅមកដូចខ្ញុំមានន័យថានៅពេលដែលផ្ទះខ្ញុំមានបងប្អូន6 7 8 9នាក់កំពុងជុំគ្នាហូបបាយហ្នឹងស្រាប់តែអ្នកផ្ទះភូមិផងរបងក្បែរហ្នឹងក៏ឲ្យកូនគាត់ហ្នឹងយកសម្លមួយចានយកមកឲ្យយើងហើយទន្ទឹមហ្នឹងនៅពេលដែលយើងកំពុងហូបចឹងយើងមានអីក៏យើងផ្លាស់ដូរដាក់ចានថ្មីជូនទៅគាត់វិញតាមពិតបំណងគាត់គ្រាន់តែឲ្យទេគាត់អត់មានបំណងទទួលយកពីយើងប៉ុន្តែវាជាការចែករំលែកជាសាមគ្គីភាពរបស់អ្នកភូមិដែលបច្ចុប្បន្ននេះយើងអាចរកបានទេបើបានក៏អត់បរិសុទ្ធដូចកាលពីជំនាន់មុនដែរមួយទៀតក៏សម្គាល់កាលពីមុនបើមានអ្នកភូមិណាមានលទ្ធភាពទិញម៉ូតូត្រឹមអាសង្ការេឬក៏អា88ស៊េរីចាស់មួយហ្នឹងឬក៏អាគុកចាស់មួយហ្នឹងអ្នកភូមិផ្សេងទៀតហ្នឹងទៅអង្គុយទៅជជែកទៅអបអរសាទរនៅអាមុខពីមុននៅពេលដែលគេទិញហើយគេតែងដូចគេសែណាបងគេដាក់ចេកមួយស្និតហើយគេដុតពុកម្ដងនៅមុខក្បាលម៉ូតូនឹងជជែកគ្នាពីម៉ូតូអួតពីម៉ូតូអីចឹងទៅដូចសោមនស្សនឹងការទទួលបានរបស់អ្នកភូមិហ្នឹងប៉ុន្តែបច្ចុប្បន្នអត់ទេបើទោះបីអ្នកភូមិណាមានលទ្ធភាពទិញឡានក៏ដោយទិញម៉ូតូថ្មីក៏ដោយអ្នកភូមិផ្សេងទៀតហាក់ដូចជាមើលបំណាំហាក់ដូចជាពេលជ្រាយហាក់ដូចជាមិនរីករាយមិនត្រេកអរដូចមិនមានគេហៅមុទិតាមិនត្រេកអរចំពោះនឹងការជោគជ័យរបស់អ្នកផ្សេងនេះជាអ្វីដែលខ្ញុំឃើញហើយខ្ញុំស្ដាយអតិថិភាពនៃចំនួនដែលខ្ញុំរស់នៅពីក្មេងហ្នឹងសន្តិភាពផ្លូវចិត្តហ្នឹងកម្លាំងអាទឹកចិត្តជាទូឯកទឹកប្រាក់ត្រឹមតែជាទូរងហ្នឹងវាបាត់អស់ហើយវារសាប់តាមខ្យល់អស់ហើយអញ្ចឹងទៅក៏ខ្ញុំនឹកឃើញចងក្រងសភៅមួយក្បាលហ្នឹងទុកជាកម្រងឯកសារសម្រាប់ខ្លួនឯងផងឬក៏សម្រាប់យុវជនបើជាពិសេសខ្ញុំផ្ដោតមុនទៀតគឺសម្រាប់កូនចៅខ្ញុំចំនួនក្រោយគាត់បានដឹងថានេះចំនួនឪ
កាលពីក្មេងគេរស់នៅអញ្ចឹងគេអត់ដូចឥឡូវហ្នឹងវាលុយសំខាន់ពេកអញ្ចឹងអាតំណែងតំណងបងប្អូនក៏អត់សូវដែរពីមុននៅក្នុងគ្រួសារណាមួយប្រសិនបើកូនបងគេគឺមានឥទ្ធិពលជាងគេមែនទេបង បាទត្រូវ គេមានទឹកមាត់ប្រៃពីមុនណាប៉ុន្តែឥឡូវអត់ទេទោះអ្នកឯងកូនបងគេក៏ដោយប្រសិនបើអ្នកមានទ្រព្យមានថវិកាមានប្រាក់កម្រិតនៃរចនាសម្ព័ន្ធឬក៏ hiring structure គឺអត់ work ដូចពីចំនួនមុនទេមែនទេបងត្រឹមត្រូវខ្ញុំឃើញបច្ចុប្បន្នចឹងហើយអញ្ចឹងខ្ញុំស្ដាយអត្ថប្រយោជន៍ទាំងអស់ហ្នឹងហើយនេះខ្ញុំបានលើកថាខ្ញុំចឹងហត់ណាក៏ដាក់ក៏ទុកសម្រាប់ឲ្យកូនចៅឬក៏កូនខ្ញុំបានអានអំពីសកម្មភាពឬក៏របៀបរបបនៃការរស់នៅរបស់អ្នកភូមិខ្ញុំជំនាន់ពីខ្ញុំនៅក្មេងនឹងឯងខ្ញុំសូមលើកឧទាហរណ៍តាក់ទងជាមួយផ្សែងផ្ទះធំមិនសំខាន់ផ្ទះតូចមិនសំខាន់ទេសំខាន់គឺកម្លាំងសាមគ្គីរបស់អ្នកភូមិខ្ញុំចាំបានថានៅពេលដែលខ្ញុំនៅក្មេងនៅពេលដែលអ្នកភូមិណាគាត់ចង់លុបផ្ទះឬក៏ពេលមានលទ្ធភាពធ្វើផ្ទះថ្មីចឹងក៏លក់ផ្ទះចាស់ចោលអញ្ចឹងអ្នកដែលអត់ហ្នឹងគឺគាត់តែងផ្ទះចាស់ហ្នឹងឯងនៅពេលដែលទិញផ្ទះហ្នឹងអត់មានប្រើកម្លាំងគោយន្តដូចឥឡូវសម្រាប់មូទេប្រើកម្លាំងម៉ាស៊ីនដូចសម្រាប់ការផ្លាស់ប្ដូរទីតាំងនេះគឺគាត់រកអ្នកភូមិគ្នាឯងនឹងឯងអញ្ចឹងកន្លែងដែលខ្ញុំលើកផ្ទះធំមិនសំខាន់គឺមានអ្នកចូលរួម20នាក់30នាក់40នាក់50នាក់60នាក់គឺផ្សាយផ្ទះនឹងរួចបដូរទីតាំងពីមួយទៅមួយហើយខ្ញុំចាំបានតែពេលនេះខ្ញុំនៅក្មេងក្តីសុខរបស់ខ្ញុំគឺឃើញអ្នកភូមិគាត់សាមគ្គីគ្នាមានអ្នកដឹកនាំម្នាក់ទៅមានអ្នកកាន់ផ្សាយមីក្រូទៅមានអ្នកចងមានអ្នកផ្សាយអញ្ចឹងបើទោះបីជាចម្ងាយណាក៏ដោយបើទោះបីជាផ្ទះនឹងធ្ងន់ប៉ុន្មានក៏ដោយប៉ុន្តែដោយសារតែកម្លាំងសាមគ្គីរបស់ពួកគាត់ហ្នឹងផ្ទះហ្នឹងអាចរំកិលពីទីដៅមួយរហូតដល់ទីដៅមួយដែលពួកគាត់ចង់បាននេះជាសាមគ្គីអ្នកភូមិមួយសាមគ្គីផ្សាយផ្ទះសាមគ្គីស្ទូងស្រូវក៏ដូចគ្នាដែរពីមុននៅពេលដែលខែវស្សាមកដល់ទាំងដកសំណាបទាំងទុំទាំងច្រូតទាំងជួរទាំងរស់គឺសិតតែប្រជាកសិករហ្នឹងគឺសាមគ្គីពីផ្ទះមួយទៅផ្ទះមួយមានការជជែកដាក់ប្រវាស់ដៃគ្នាសើចសប្បាយប៉ុន្តែបច្ចុប្បន្នអត់ទេបច្ចុប្បន្នយើងឃើញថាដោយសារតែកម្លាំងម៉ាស៊ីននៃការផ្លាស់ប្ដូរទៅអញ្ចឹងទំនាក់ទំនងរបស់អ្នកភូមិយើងក៏ឆ្ងាយតាមនឹងដែរហាក់ដូចជាដូចខ្ញុំបានបញ្ជាក់មកទៀតទឹកចិត្តហ្នឹងវាដូចឆ្ងាយរសាក់តិចម្ដងចង់បានហើយទឹកប្រាក់ហ្នឹងវាចូលមកចិត្តវិញវាដូចជំនួសទំនាក់ទំនងបងប្អូនឥឡូវហ្នឹងដូចបើអត់លុយក៏មកគ្នាទៀតដូចគេតែតែនិយាយបច្ចុប្បន្នហ្នឹងអ្នកមានលុយច្រើនខុសតិចហើយអ្នកមានលុយតិចខុសច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំស្ដាយទស្សនវិជ្ជាទាំងអស់ហ្នឹងឯងនៃការរស់នៅនេះគ្រាន់តែជាការរៀបរាប់ច្បាស់ទេក៏ប៉ុន្តែនៅក្នុងនេះយើងរៀបរាប់ដូចព្រឹត្តិការណ៍នឹងទាំងអស់ហើយខ្ញុំអ្នកដែលបានអានសៀវភៅអតីតកាលdariនេះសុទ្ធតែបាន feedback មានន័យថាត្រឡប់មកខ្ញុំវិញថាគាត់បានទៅដល់នៅអ្វីដែលគាត់បានហួសហើយ30ឆ្នាំឬក៏20ឆ្នាំដែលគាត់បានដើរគាត់នឹងអញ្ចឹងគាត់ថ្លែងអរគុណគាត់អរគុណចំពោះរឿងរ៉ាវនៅក្នុងសៀវភៅអតីតកាលdariនេះដូចបងបានឃើញនៅក្នុង feedback ខ្លះដែលខ្ញុំបានផុសខ្លះក្នុងបណ្ដាញសង្គមហ្នឹងឯងបងអាចឆ្លើយវិញពេកឬក៏ច្រើនពេកក៏មិនដឹងសូមបងជួយមានសំណួរមួយទៀតខ្ញុំអាចអត់ទេបងឆ្លើយបានល្អខ្លាំងមែនទែនពួកអីនិយាយទៅត្រូវចិត្តបងចំតែម្ដងណាបងបើនិយាយពីអតីតកាលវិញយើងក៏ធ្លាប់មានអតីតកាលខ្លះជាមួយគ្នាដែរពួកអីបងចាំបានថាមុននឹងបងចាក់ចេញពីស្រុកខ្មែរមកដល់សហរដ្ឋអាមេរិកនេះយើងធ្លាប់បានជិះកង់ទៅរៀនជាមួយគ្នាហើយធ្លាប់បានញ៉ាំបាយជាមួយគ្នាធ្លាប់បានទាំងទៅគេងផ្ទះគ្នាទៅជាមួយគ្នាទៀតដូច្នេះហើយពេលដែលបងអូនមានកំណត់ទៅសេសៀវភៅអតីតកាលដ៏រីករាយហើយបងអូនលើកមកពីបញ្ហាដែលថាតាំងពីពង្វាស់ដៃគ្នាស្ទូងស្រូវច្រូតស្រូវក៏ដូចជាចែកសម្លគ្នាហើយនឹងតែងផ្ទះហ្នឹងគឺពេលបងស្ដាប់ហើយគឺធ្វើឲ្យបងហ្នឹងត្រឡប់ទៅដល់អតីតកាលវិញទាំងអស់តែម្ដងបាទវាជាអ្វីដែលបងចង់និយាយគឺថាគឺវាមានតម្លៃមែនទែនសម្រាប់ចំណេះដឹងហើយក៏ដូចជាបទពិសោធន៍សម្រាប់ក្មេងៗចំនួនក្រោយដែលគាត់មិនធ្លាប់បានយល់ពីការរស់នៅកាលពីសម័យរបស់ពួកយើងហើយជាពិសេសទៅទៀតនោះគឺនៅពេលដែលសម័យធម្មតាសម័យកាលកាន់តែផ្លាស់ប្ដូរចិត្តមនុស្សគឺផ្លាស់ប្ដូរទៅតាមនឹងដែរតាមសម័យកាលដូច្នេះហើយវាគឺជារឿងល្អមួយដែលបងអូនទៅសេវាទុកដើម្បីជាឯកសារឲ្យទាំងអស់គ្នាបានស្គាល់និងរៀនពីបញ្ហារបស់យើងបាទសុំកាត់បន្តិចបងតែពិតសភៅអតីតកាលdariនេះនៅពេលដែលមិត្តអ្នកអានយកទៅអានគាត់តែងតែវាតម្លៃគាត់គិតណាអ្នកដែលគាត់គ្រាន់តែឃើញចំណងជើងគាត់អាចគិតថា
តែតកាខ្ញុំអត់ដែររីករាយផងដូចគាត់ធ្លាប់មានបញ្ហាអីចឹងណាគ្រូសាយទៅធ្លាប់មាននិយាយទៅខ្លីទៅពេលខ្លះឪពុកម្ដាយគាត់បោះបង់ចោលឬក៏គ្រួសារគាត់បែកបាក់ពីក្មេងមកអញ្ចឹងគាត់ថាអតីតកាលរីករាយទេអញ្ចឹងគាត់អត់ចូលចិត្តអានទេប៉ុន្តែខ្ញុំនិយាយដូចនេះដោយសារតែគាត់អត់ទាន់បានអានសៀវភៅអតីតកាលរីករាយនេះឯងមិនចាត់ book by its cover ហ្នឹងឯងព្រោះពេលខ្លះគាត់វាតម្លៃទៅលើចំណងជើងទាំងស្រុងអតីតកាលរីករាយកន្លែងខ្លះអានទៅយូរខ្ញុំទទួលបាន feedback ពីមិត្តអ្នកអានណាបងដូចអ្នកខ្លះគាត់គិតថាអតីតកាលរីករាយនឹងនិយាយតែពីរឿងរីករាយមិនមែនទេក៏ព្រោះតែដូចបញ្ជាក់ខាងដើមខ្ញុំជាអ្នកដែលកើតនៅក្នុងគ្រួសារមួយដែលក្នុងនាមជាកសិករយើងឪពុកម្ដាយធ្វើតែ40អ្នកផ្សេងទេបងប្អូនច្រើន8 9អ្នកនៅក្នុងបន្ទប់នៅក្នុងគ្រួសារអញ្ចឹងយើងព្យាយាមដដាបដួសវាជាខ្សែជីវិតមួយដែលវាមិនមែនសិតតែរឿងរីករាយទេអញ្ចឹងកុំឲ្យមិត្តអ្នកដែលគ្រាន់តែឃើញចំណងជើងគាត់ make assumption គាត់កាត់សេចក្តីយកមកតែជាតែតកាគាត់ដូចនៅក្នុងចម្ពោះមួយដំបូងគេនេះខ្ញុំបានសរសេរគេសួរខ្ញុំថាលើគេប្រកបដែរអត្ថបទហ្នឹងគេសួរខ្ញុំថាពីក្មេងធ្លាប់មានក្តីសម័យអត់ខ្ញុំឆ្លើយត្រឡប់វិញថាខ្ញុំមិនដឹងថាខ្ញុំមានក្តីសម័យដោយវិធីណាទេខ្ញុំអត់មានក្តីសម័យទេព្រោះពេលដែលខ្ញុំភ្ញាក់ពីគេព្រលឹមឡើងអ្វីដែលខ្ញុំដឹងមុនគេគឺខ្ញុំដងទឹកមកលុបមុខអត់មានបាយកកទេដើរទៅរៀនខែ5កណ្ដាលចេះតែដើរទៅតាមពិតការទៅរៀនរបស់ខ្ញុំហ្នឹងអត់ដឹងរៀនដើម្បីអីទៀតអញ្ចឹងយើងអត់មានក្តីសម័យទេអត់ដឹងរៀនដើម្បីអីយើងគ្រាន់ទៅតាមទម្លាប់ម៉ែបញ្ជូនទៅរៀនក៏ទៅតាមបងទៅតាមអីហ្នឹងខែភាសាដើរ2គីឡូកន្លះ3គីឡូកាត់វាលស្រែអញ្ចឹងទៅកាត់ភ្លឺវាលស្រែហ្នឹងមានភ្លៀងក៏យើងយកពីមុនយើងអត់មានឆាប់ទេយើងប្រើតែស្លឹកចេកទេស្លឹកចេកទៅទូអញ្ចឹងទៅហើយបើខែភាសាហ្នឹងទៀតខ្ញុំធ្លាប់ដើរឆ្លងកាត់អូហ្នឹងអត់មានស្ពានទៀតមានតែដើមថ្នោតមួយនៅពីលើហ្នឹងឯងអញ្ចឹងយើងដើរជួនកាលទៅក៏យើងសាត់ខោទៅទូហើយយើងដើរទៅរៀនអញ្ចឹងឆ្លងអូហ្នឹងទៅដល់ពេលខែ5យើងដើរកាត់គល់កញ្ច្រាំងហ្នឹងទៅคล้ายជាផ្លូវដូចផ្លូវរទេះភ្លើងអញ្ចឹងទៅរាល់ថ្ងៃទៅមកហ្នឹងឯងអញ្ចឹងខ្ញុំក៏និយាយដល់ខ្លីទៅមានន័យថាតើខ្ញុំមានក្តីសម័យដោយវិធីណាបើសិននៅក្នុងប្រកបគ្រួសារមួយដែលបងប្អូនខ្ញុំអត់មានអ្នករៀនទេអត់មានអ្នករៀនបានគ្រប់ទេអត់ដែលមានអ្នកប្រាប់ខ្ញុំថាអូខំរៀនទៅនឹងមានអនាគតល្អអាចរកប្រាក់ខែច្រើនឯងវាជារឿងមួយដែលយើងអត់មានអ្នក guideline ហើយយើងចេះតែធ្វើតាមតែទម្លាប់អញ្ចឹងត្រឡប់មកវិញនៅក្នុងសៀវភៅអតីតកាលដែលរៀននេះក្រៅតែពីផ្ដល់នៅបទពិសោធន៍ឬក៏បទពិសោធន៍នៃការរស់នៅរបស់អ្នកភូមិរបស់អ្នកនិពន្ធគឺប្រភេទ inspire ដែលលើកទឹកចិត្តណាបងវាជាការលើកទឹកចិត្តមួយសម្រាប់មិត្តអ្នកអានដែរខ្ញុំមានបំណងបោះបង់ការសិក្សាចំនួន3ដងដោយសារកត្តាជីវភាពជារួមថ្នាក់ទី7ថ្នាក់ទី9ឡើងទី12ហើយថ្នាក់ទី12ពេលចប់មហាវិទ្យាល័យពេលចប់ទី12ទៀតខ្ញុំមានឱកាសរៀនចំនួន2ឆ្នាំជិត3ឆ្នាំទៅមកទៅបានរៀនថ្នាក់មហាវិទ្យាល័យដូច្នេះអានេះខ្ញុំគ្រាន់តែសង្ខេបខ្លីមួយទេសង្ខេបមានន័យថាវាមិនមែនគ្រាន់តែជារឿងរីករាយប៉ុន្តែវាជាដំណើរជីវិតមួយដែលឲ្យជួយលើកទឹកចិត្តអ្នកផ្សេងទៀតដោយថាក្មេងសម័យនេះជំនាន់នេះគាត់មានកង់ជិះឬគាត់មានម៉ូតូជិះគាត់ទៅរៀនដោយសារគេមានម៉ូតូល្អអីចឹងណាប៉ុន្តែជំនាន់ខ្ញុំបើសិនជាអ្នកអត់មានឧទាហរណ៍ឥឡូវគាត់មានកង់វាប្រសើរជាងមុនខ្ញុំដើរទៅមក5គីឡូមួយថ្ងៃឥឡូវគាត់មានកង់ជិះទៅបើគាត់ថាម៉ូតូស្អាតតែគាត់មានម៉ូតូទៅខ្ញុំពីមុនអត់មានតែកង់ជិះផងអញ្ចឹងវាលក្ខណៈប្រៀបធៀបឲ្យគាត់លើកទឹកចិត្តខ្លួនឯងថាអូខេអ្នកនិពន្ធឬក៏ម្ចាស់សៀវភៅស្នាដៃនេះពីមុនគាត់អត់មានឱកាសសំបីតែមានកង់ជិះអត់មានឱកាសសំបីតែមានបាយហូបគ្រប់គ្រាន់ហើយខ្ញុំសូមលើកចំណុចមួយខ្ញុំបានសរសេរដាក់នៅក្នុងសៀវភៅដែរថ្ងៃមួយខ្ញុំចាំពេលខ្ញុំមកពីសាលាវិញខ្ញុំទូយឯថ្នាក់ទីប្រហែលថ្នាក់ទី4ទី5មកដល់ផ្ទះខ្ញុំបើកឆ្នាំងបាយមើលឃើញមានបាយតែម្ដុំគាត់មានតែបាយម្ដុំទេគ្រាន់តែឃើញបាយម្ដុំខ្ញុំដាក់គល់អង្គុយយកមកខ្ញុំគិតថាខ្ញុំហូបឆ្អែតណាប៉ុន្តែនៅពេលដែលខ្ញុំយកមកហូបខ្ញុំហូបឆ្អែតអញ្ចឹងបទពិសោធន៍ទាំងអស់ហ្នឹងខ្ញុំដាក់នៅក្នុងសៀវភៅនេះខ្ញុំចង់រំលឹកឬក៏ជាពិសេសយុវជនហ្នឹងហើយគាត់បានអានថាអូខេតាមពិតការលំបាកហ្នឹងមិនមានតែគាត់ទេម្ចាស់ស្នាដៃម្ចាស់សៀវភៅនេះមិនមានគាត់លំបាកដែរហើយនិយាយដូចនេះមិនមែនមានថាលំបាកដូចខ្ញុំទេតាមពិតបងប្អូនឬក៏អ្នកនិពន្ធចំនួនមុនឬក៏អ្នកដែលឆ្លងកាត់របបផ្សេងហ្នឹងក៏លំបាកដូចគ្នាប៉ុន្តែវាជាផ្នែកមួយព្រោះខ្ញុំគិតថាក្នុងនាមជាអ្នកសរសេរអ្នកនិពន្ធខ្ញុំគិតថាជួនកាលអាផ្នែកតូចណាមួយនៃអត្ថបទនៅក្នុងសៀវភៅហ្នឹងវាអាចជួយលើកទឹកចិត្តគាត់ផ្ដល់ជាកន្លឹះសម្រាប់គាត់ហ្នឹងឯងខ្ញុំអាចនឹងរៀននិយាយច្រើនតិចព្រោះតែជាធម្មតានៅពេលដែលសម្រួលមកខ្ញុំចិត្តតែបន្តរហូតបងអធិស្ឋាន
អត់អីបងអូនកុំបារម្ភរឿងផ្ដល់ចម្លើយច្រើនព្រោះអីបងចូលចិត្តស្ដាប់នៅអត្ថន័យដែលបងអូនបានលើកឡើងមកដើម្បីចែកជូនជាចំណេះដឹងដូច្នេះកុំបារម្ភហើយកុំno need to be apologize it's okay អឺបងអូននិយាយមកដូចជាថាមានបងប្អូនមួយចំនួនគាត់ឃើញថាអតីតកាលដ៏រីករាយជាភាសាអង់គ្លេសពេលខ្លះគេថាdon't judge the book by the cover ដែលអាហ្នឹងមានជាភាសាអង់គ្លេសពេលដែលអ្នកគាត់ទៅសេសភៅគឺគេចូលចិត្តយកពាក្យហ្នឹងមកប្រើច្រើនព្រោះអីមុននឹងយើងអឺដូចឲ្យតម្លៃទៅលើអ្វីមួយយើងកុំមើលតែសម្បកក្រៅយើងត្រូវតែមើលឲ្យទៅដល់អត្ថន័យរបស់វាជាមុនសិនបាទហើយបាទហើយបងក៏សូមសួរសំណួរមួយទៀតថាតើប្អូនមានបានទៅសេសភៅចំនួនប្រមាណក្បាលហើយបន្ទាប់ពីសភៅអតីតកាលដ៏រីករាយនេះបាទបងអរគុណតាមពិតមិញនេះខ្ញុំគ្រាន់តែជំរាបជូនត្រួសតកតងជាមួយនឹង spirit ខាងក្នុងរបស់សភៅអតីតកាលដ៏រីករាយអញ្ចឹងខ្ញុំអនុញ្ញាតចែកម្លែកអំពីគោលបំណងនៃការសរសេរឬក៏តែងនិពន្ធរបស់ខ្ញុំវិញខ្ញុំហ៊ាននិយាយថាខ្ញុំជាអ្នកនិពន្ធម្នាក់ដែលខ្ញុំហៅខ្លួនឯងអ្នកនិពន្ធចុះតាមពិតខ្ញុំក៏ប្រើពាក្យនឹងសម្រាប់ខ្លួនឯងប៉ុន្តែម្ដងកាលប្រហែលជាត្រូវប្រើដែរខ្ញុំជាអ្នកសរសេរអ្នកដែលមានគោលដៅឬក៏គោលបំណងខុសពីអ្នកនិពន្ធផ្សេងស្ទើរអាចនិយាយថាស្ទើរ 90% 99% ក៏អាចថាបានដែរដោយសារអ្នកនិពន្ធដ៏ច្រើនគាត់លោកអ្នកហ្នឹងគឺសរសេរសភៅសម្រាប់ឲ្យអ្នកដែលអានមានន័យថាដូចបងចូលចិត្តអានសភៅអញ្ចឹងគាត់សរសេរសម្រាប់បងអ្នកបានសភៅរាប់សិបបានគាត់សរសេរសម្រាប់ផ្សេងប៉ុន្តែខុសអីខ្ញុំសរសេរសភៅសម្រាប់អ្នកដែលអត់ចូលចិត្តអានអ្នកដែលមានបំណងបោះបង់ការសិក្សាអញ្ចឹងគោលដៅរបស់ខ្ញុំក្នុងការសរសេរសភៅគឺសម្រាប់មនុស្សពីរក្រុមទី1គឺក្រុមដែលអានសភៅសោះអត់ចូលចិត្តអានសភៅអញ្ចឹងនៅពេលដែលខ្ញុំចូលរួមកម្មវិធីពិព័រណ៍សភៅអីមានអ្នកមកឬក៏អ្នកផ្សេងទៀតដែលជួបខ្ញុំគាត់ដឹងថាខ្ញុំអ្នកនិពន្ធគាត់ខ្ញុំអត់ចូលចិត្តអានសភៅខ្ញុំថាអូខេខ្ញុំសរសេរសភៅសម្រាប់អ្នកអត់ចូលចិត្តអានហ្នឹងឯងអញ្ចឹងទៅជាមួយខ្ញុំទី2គឺខ្ញុំសរសេរសម្រាប់អ្នកដែលមានបំណងបោះបង់ការសិក្សាគឺតែពីរក្រុមហ្នឹងទេដូចបងឬក៏ដូចលោកគ្រូអ្នកគ្រូដូចរៀនច្បងដែលគាត់អានសភៅរាប់សិបក្បាលរាប់រយក្បាលខ្ញុំអត់ recommend ទេសភៅខ្ញុំប៉ុន្តែក៏អត់អានគាត់ដាច់អហង្ការដែរបើចង់អានអាចអានជាការកំសាន្តបានជា entertain បានអញ្ចឹងណាបងព្រោះស្ថានភាពបានជាមនុស្សពីរក្រុមហ្នឹងជាគោលដៅរបស់ខ្ញុំទី1ខ្ញុំធ្លាប់ស្ថិតនៅក្នុងស្ថានភាពហ្នឹងខ្ញុំធ្លាប់មានបំណងបោះបង់ការសិក្សាដូចខ្ញុំបានលើកឡើងខាងដើមទី2ហេតុអីបានជាសម្រាប់អ្នកដែលអត់ចូលចិត្តអានព្រោះអ្នកអត់ចូលចិត្តអានខ្ញុំដឹងថាពួកគាត់គឺជាមនុស្សដែលងាយរងគ្រោះខ្វះព័ត៌មានខ្វះបទពិសោធន៍ខ្វះចំណេះដឹងក្នុងសង្គមអញ្ចឹងគាត់នៅពេលដែលជួនកាលគេនិយាយ10គាត់ជឿ20គេនិយាយ100គាត់ជឿ120ទៀតអញ្ចឹងហើយបានជាខ្ញុំ target ឬក៏ targeting របស់ខ្ញុំគឺសម្រាប់តែមនុស្សពីរក្រុមហ្នឹងឯងសំណួរសួរទៅទៀតថាសម្រាប់មនុស្សពីរក្រុមហ្នឹងលំបាកទេខ្ញុំថាមិនមែនជារឿងងាយស្រួលទេវាអាចនឹងស្រួលសម្រាប់អ្នកដែលគាត់សរសេរសភៅសម្រាប់ឲ្យអ្នកអានព្រោះគាត់ចូលចិត្តអានស្រាប់ហើយអញ្ចឹងគាត់ឃើញសភៅគាត់កាន់ទៀតហ្នឹងមែនទេបងបើតែដូចខ្ញុំ target អ្នកអត់ចូលចិត្តអានពេលខ្លះហ្នឹងត្រូវតែយកទៅដាក់ពេលខ្លះហ្នឹងត្រូវអានឲ្យស្ដាប់ធ្វើយ៉ាងម៉េចក៏ដោយដើម្បីឲ្យគាត់បានចាប់អានព្រោះនៅក្នុងសភៅរបស់ខ្ញុំទាំងអស់ខ្ញុំបានបញ្ជាក់នៅខាងខាងក្រោយវាខ្ញុំបានបញ្ជាក់ច្បាស់ថាជោគជ័យរបស់ខ្ញុំនៅពេលដែលមនុស្សពីរក្រុមនេះងាកមក1ងាកមកអានសភៅ2ងាកមកបន្តការសិក្សាមានន័យថាបើម្នាក់ក៏ដោយ5 ឆ្នាំក្រោយមានមនុស្សតែម្នាក់ឬ2នាក់ដើរមកប្រាប់ថាបងលោកគ្រូបងប្រសិនខ្ញុំសប្បាយចិត្តហើយបើកុំតែបានអានសភៅបងម្លេះខ្ញុំបោះបង់ការសិក្សាចោលបាត់ហើយបងបើកុំតែបានអានសភៅបងម្លេះខ្ញុំអត់ចាប់ដើមអានសភៅនោះជាជោគជ័យធំបំផុតរបស់កិច្ចការងារតែនិពន្ធរបស់ខ្ញុំអញ្ចឹងបើយើងប្រៀបធៀបទៅវាហាក់ដូចជាខុសឆ្ងាយជាមួយបងប្អូនអ្នកនិពន្ធផ្សេងទៀតហើយត្រឡប់ទៅសភៅខ្ញុំអត់មានរៀបរាប់អំពីជីវិតជោគជ័យទេអត់មានវិធីសាស្ត្រទៅជោគជ័យទេភាគច្រើនគឺរឿងរ៉ាវជីវិតហើយជីវិតហ្នឹងគឺជីវិតជាក់ស្ដែងទៀតខ្ញុំមាននិយាយថា 92% នៃសភៅខ្ញុំគឺជារឿងរ៉ាវជីវិតជាក់ស្ដែងអត់មានអីទេលក្ខណៈបកនិយាយទៅអត់មានបកប្រែឬក៏ copy ពីណាទេគឺរឿងរ៉ាវជីវិតទាំងអស់បងអញ្ចឹងតែខ្ញុំបានឆ្លើយតបជាមួយនឹងអូខេខ្ញុំត្រឡប់ទៅវិញខ្ញុំឆ្លើយសំណួរបងមុននេះជំរាបជូនថាសៀវភៅដែលខ្ញុំសរសេរតាមពិតខ្ញុំមានគោលបំណងសរសេរតែ3ក្បាលទេបងតែ3ក្បាលទេទី1គឺការដ៏រីករាយនេះតែការដ៏រីករាយនេះតែការដ៏រីករាយនិយាយខ្លីគឺសង្ខេបវាគឺបឋមវ័យនៅបឋម
ជាដែលមានក្តីសុខដែលមិនទាមទារលក្ខខណ្ឌច្រើនជាវេលាមួយដែលងាយយំប៉ុន្តែឆាប់បាត់យំហើយដេកលក់វាខុសពីវ័យខ្ញុំវ័យបងហ្នឹងណាបងអញ្ចឹងតាមមួយថ្ងៃយំ2 3 ដងជាឆាលខ្លួននឹងឯងយំហើយក៏បានដែរយប់ឡើងគេលក់ស្រួលអត់អីទេអញ្ចឹងគឺយើងនិយាយអំពីដំណើរជីវិតពីបឋមវ័យនឹងឯងវ័យដែលក្តីសុខមិនទាមទារលក្ខខណ្ឌច្រើននឹងឯងដែលឡែកសកលទី2រឿងជីវិតផលិតជាប្រភេទប្រឡំលោករឿងជីវិតផលិតកំពុងតែទទួលបានការគាំទ្រច្រើនហើយជារឿងដែលរៀបរាប់ពីដំណើរជីវិតនៅក្នុងវ័យមជ្ឈិមវ័យបងអញ្ចឹងអានេះបឋមអានេះមជ្ឈិមវ័យបងវ័យខ្ញុំវ័យដែលកំពុងគាត់ថាជីវិតវាអញ្ចឹងទុកអញ្ចឹងជួបលំបាកអញ្ចឹងឯងពីក្មេងខ្ញុំយល់ថាខ្ញុំចង់រស់របៀបថារកតែសុខតែបងងាយយើងនិយាយទៅយើងចង់យកជីវិតតែងាយទេធ្វើម៉េចរស់ឲ្យបាទប៉ុន្តែនៅពេលដែលយើងវ័យឥឡូវយើងទទួលស្គាល់ថាជីវិតហ្នឹងអត់ងាយទេអត់ស្រួលទេគឺលំបាកអញ្ចឹងហើយនៅក្នុងដំណើរជីវិតហ្នឹងគឺយើងនិយាយពីដំណើរទៅតងជាមួយប្រឡំលោករបស់ក្មេងស្រីជនបទអ្នកឡើងមករៀននៅក្នុងពេញរហូតដល់គាត់មានឱកាសបានការងារមានគ្រួសារមានអីចឹងវាមានសាច់រឿងច្រើនព្រោះនេះចិត្ត300ទំព័រ200ទំព័រជាងហើយដល់ឡែកទី3អត់ទាន់ចេញទេដោយសារ mood អត់ទាន់ដល់មកទី3នេះខ្ញុំសូមបង្ហាញតិចទី3នេះខ្ញុំខាងក្រោមនេះថ្ងៃរសៀលនេះនិយាយអំពីបច្ចាំអ្វីហ៎បងព្រោះយើងបែងចែកជា3បឋមមជ្ឈិមហើយនិងបច្ចាំអញ្ចឹងចាំអ្វីហ្នឹងអ្នកដែលវ័យចាស់ទៅនេះខុសជាងចិត្តជាងហ្នឹងបើគាត់មានឱកាសគាត់នឹងធ្វើអីយើងសម្ភាសពីអារម្មណ៍គាត់ខ្ញុំសម្ភាសពីទី1គឺអ្នកដែលអាយុច្រើនទី2អ្នកដែលឈឺដេកជាប់ប្រទេសបើគាត់មានឱកាសត្រឡប់ក្រោយគាត់ចង់ធ្វើអីគាត់ចង់មាន message អីសម្រាប់អ្នកដែលនៅក្មេងៗនៅក្រោមនេះដូចបានជំរាបជូនថាខ្ញុំធ្វើសម្រាប់ឲ្យពួកគាត់យុវជនដែលបោះបង់ការសិក្សាអញ្ចឹងមិនសេទៅធ្វើអាទី3ហ្នឹងឲ្យចាស់ដេកជាប់ប្រទេសនឹងអានេះប៉ុន្តែឲ្យក្មេងៗដែលនៅមានឱកាសនៅឡើយដូចថាអ្នកភូមិយើងនិយាយថាថ្ងៃលិចឯងដាប់បាយស៊ីដេកផងប៉ុន្តែក្នុងជីវិតជាក់ស្ដែងតែផុតតែមែនទេអត់មានស្អែកម្ដងទៀតទេអញ្ចឹងខ្ញុំចង់ឲ្យរឿងរ៉ាវរបស់ចាស់នៅស្ថិតនៅក្នុងស្ថានភាពវ័យហ្នឹងជាសារដាស់តឿនសម្រាប់ពួកគាត់ក្មេងៗដែលកំពុងតែនៅមានកម្លាំងនៅមានពេលនៅមានសុខភាពនៅឡើយអញ្ចឹងត្រឡប់មកវិញសភៅខ្ញុំគួរអំណត់សេតែ3ហ្នឹងតែវាវិញគ្នាបឋមអ្វីមជ្ឈិមអ្វីហើយនិងបច្ចឹមអ្វីប៉ុន្តែឡងពេលដែលចាប់ដើមធ្វើយើងចេះតែមានកំណត់ធ្វើអីផ្សេងបន្ថែមទៀតណាបងដូចនេះក្នុងផ្សារនេះជាដើមផ្ដាំស្នែកក្រោមពលឺចាំក្នុងក្នុងផ្សារនេះជាសភៅរបស់ខ្ញុំដែរអញ្ចឹងប្រហែលជាមិនមែនតែ3ទេអាចមាន4អាចមាន5អាចមាន6មាន7ចាប់ពីពេលនេះតែដោយសារតែយើងមានកំណត់ផ្សេងទៀតហើយប៉ុន្តែត្រឡប់មកវិញគោលបំណងខ្ញុំមានតែ2នឹងដដែលទោះសភៅអីក៏ដោយគឺខ្ញុំផ្ដោតសំខាន់ទៅលើអ្នកបបងការរក្សាសំខាន់ទៅលើអ្នកដែលមានអត់ដែលអានសភៅខ្ញុំធ្វើមិនឲ្យពួកគាត់មកចាប់ដើមអានហើយជោគជ័យរបស់ខ្ញុំ1ក៏បាន2ក៏បាន4 5ឆ្នាំក្រោយបើសិនតែខ្ញុំនៅមានខ្យល់ដង្ហើមនៅឡើយនៅមានឱកាសបាននឹងមកអញ្ចឹងណាជំនងដោយសារតែដើម្បីបំពេញនឹងហិច្ចតាឬគោលបំណងធ្វើម៉េចឲ្យអ្នកអត់ចូលចិត្តអានមកអានសភៅហ្នឹងខ្ញុំបានធ្វើនីតិឆ្លើយសំណួរយកសភៅរយៈពេល 4-5 ឆ្នាំហើយផ្សាយដែលគិតយើងជូនសភៅដែលគិតថ្លៃសភៅដែលយើងផ្ដល់ជូនខែខ្ទង់ 2000 ក្បាលហើយពីគ្រប់គ្រឹះស្ថានរបស់គុំទាំងអស់មួយថ្ងៃខ្ញុំដក1ម៉ោងកាលខ្ញុំនៅកូននៅនឹងពួកនៅឡើយឥឡូវមេតាយក74-75ឆ្នាំហើយអញ្ចឹងសរុបទៅយើងផ្សាយបានជាង400ម៉ោងយើងផ្ដល់ចំនួនបានខែខ្ទង់ 4-500 សំណួរហើយយើងផ្ដល់2000ក្បាលដែរហើយសូមបើកវងកញ្ចក់បន្តិចនេះជាចំណុចមួយដែលពេលខ្លះខ្លួនឯងរៀងបាក់ទឹកចិត្តដែរបាក់ទឹកចិត្តនៅត្រង់ថាយើងធ្វើកម្មវិធីអប់រំ 4-5 ឆ្នាំហើយដល់សភៅទៅសហគមន៍រាប់ពាន់ក្បាលប៉ុន្តែអត់មានអ្នកស្គាល់ទេអត់សូវមាន like អត់មានប្រជាប្រិយភាពបងអត់មានការ popular បងឃើញស្រាប់អ្នកដែលធ្វើការងារអ្នកដែលបំពុលសង្គមមួយចំនួនគេមកក្នុងរយៈពេលខ្លីណាមួយទៅក៏មានអ្នកស្គាល់មានអ្នក sponsor មានអ្នកគ្រប់គ្រងមានអ្នកឧបត្ថម្ភប៉ុន្តែការងារដូចខ្ញុំនេះលុយខ្លួនឯងពេលវេលាខ្លួនឯងមិនមានអីណាប៉ុន្តែអត់សូវមានអ្នកចូលរួមទេប៉ុន្តែជាសារតាមរយៈកម្មវិធីនេះខ្ញុំមិនមែនដាក់កំហុសទៅខាងណាប៉ុន្តែយ៉ាងហោចណាស់សង្ឃឹមថាមានការចូលរួមបន្ថែមទៀតដើម្បីជាកម្លាំងចិត្តសម្រាប់ខ្ញុំដែរជា source មួយសម្រាប់ខ្ញុំធ្វើកិច្ចការងារទាំងអស់នេះដែរព្រោះយើងអត់ផ្ដោតសំខាន់តែលើអបៅទេយើងផ្ដោតសំខាន់ទៅលើ
យុវជនយើងបន្តការសិក្សាយើងមានសង្គមមួយដែលមានអ្នកសិក្សារៀនសូត្រជាស្នូលជាអីអ្នកសង្គមចឹងដែរដែលយើងបានឃើញកន្លងខ្ញុំសំណួរដែលបងសួរអូនមែនទេបងបាទអត់អីអូនបងអត់អីសំណួរបងអូនឆ្លើយមកគឺបានល្អខ្លាំងមែនតើសម្រាប់ធម្មតាគឺអញ្ចឹងហើយបងអូនតើវាដែលយើងធ្វើអំពើល្អគឺធម្មតាមិនសូវមានអ្នកគេមើលនិងចាប់អារម្មណ៍ច្រើនទេប៉ុន្តែសម្រាប់អ្នកដែលធ្វើអំពើអាក្រក់វិញគឺចាប់ផ្ដើមគឺច្រើនល្បីខ្លាំងមែនតើភ្លាមប៉ុន្តែយើងធ្វើបងអ្វីដែលបងមើលទៅដែលឃើញបងអូនធ្វើហ្នឹងគឺបងអូនធ្វើគឺដើម្បីក្តីស្រឡាញ់និងចេញពីបេះដូងពិតដូច្នេះទោះបីជាចំណាយពេលយូរចំណាយកម្លាំងច្រើនចំណាយថវិកាខ្លួនឯងប៉ុន្តែវាមានតម្លៃហើយការតម្លៃហ្នឹងគឺវាមានពេលយូរអង្វែងវាប្រសើរជាងអាគេដែលធ្វើមិនល្អហើយវាលេចធ្លោខ្លាំងប៉ុន្តែក្នុងរយៈពេលតែខ្លីអញ្ចឹងណាបាទនិយាយទៅបងដូចជាអត់មានសំណួរអីបន្តទៀតទេប៉ុន្តែគ្រាន់តែបងចង់ដឹងថាតើប្អូនមានអ្វីជាបទពិសោធន៍ឬក៏ចំណេះដឹងអ្វីដើម្បីចែករំលែកបន្ថែមទៀតទៅដល់បងប្អូនជំនាន់ក្រោយក៏ដូចជាសិស្សានុសិស្សជំនាន់ក្រោយផងដែរបាទបងជាចុងក្រោយអរគុណបងសម្រាប់ការផ្ដល់ឱកាសហើយខ្ញុំបានចែករំលែកនៅចំណាប់អារម្មណ៍គឺក៏តកតងជាមួយសៀវភៅដែលខ្ញុំធ្វើឬក៏កិច្ចការដែលខ្ញុំធ្វើអ្វីដែលខ្ញុំបានធ្វើកន្លងមកខ្ញុំចាត់ទុកថាជាការងារសពរស្ទតកតងជាមួយសៀវភៅបងអញ្ចឹងហើយបានខ្ញុំបានទៅកាន់សហគមន៍ទៅកាន់ខេត្តការផ្ដល់សៀវភៅជូនទៅកាន់យុវជនជាដើមខ្ញុំនៅក្នុងកម្មវិធីផ្សាយខ្ញុំតែងបញ្ជាក់ថាខ្ញុំអត់ដែលបានអត់មានបំណងឬក៏អត់និយាយទៅកាន់អ្នកដែលមានវ័យលើខ្ញុំទេអាយុច្រើនជាងខ្ញុំអ្នកដែលចេះដឹងច្រើនជាងខ្ញុំក៏ខ្ញុំអត់ target ដែរគោលដៅរបស់ខ្ញុំគឺសម្រាប់តែក្មេងៗហើយក្មេងៗអញ្ចឹងហើយបានជានៅក្នុងបទសម្ភាសន៍របស់ខ្ញុំមួយជាមួយនឹង CC Time ក្តីសុខរបស់ខ្ញុំគឺនៅពេលដែលឃើញកូនក្មេងទៅសាលាយុវជនបន្តការសិក្សាក្តីសុខរបស់ខ្ញុំគឺនៅពេលដែលឃើញកូនក្មេងទៅសាលាយុវជនបន្តការសិក្សានេះជាក្តីផ្នែកធំមួយសម្រាប់ខ្ញុំជាអារម្មណ៍ជាក់ស្ដែងរាល់ពេលដែលខ្ញុំធ្វើដំណើរតាមផ្លូវនៅពេលដែលឃើញកូនតូចណាមួយគាត់ស្ពីកតាទៅរៀនតាមផ្លូវបងដូចជួនកាលដែលយើងឃើញខោគាត់លហែកអាវគាត់ប្រឡាក់សក់គាត់កន្ទ្រើងយើងឆេះឈ្មោះយើងពេលខ្លះនឹកគាត់ចង់យំប៉ុន្តែយើងសប្បាយចិត្តយើងយំនេះមិនយំអាណិតផងយំរំភើបផងរំភើបហ្នឹងអូខេយ៉ាងហោចណាស់គឺគាត់បានទៅរៀនបានបន្តការសិក្សាអញ្ចឹងវ័យយើងប៉ុណ្ណឹងយើងធ្វើអីគេហៅតែពីរៀនបើមានឱកាសទៅរៀនទៀតត្រូវធ្វើអីមិនរឹតតែវេទនាទៀតហើយអញ្ចឹងមានន័យថានៅពេលដែលយើងឃើញគាត់អញ្ចឹងខ្ញុំអត់ដឹងថា background ខាងក្រោយគ្រួសារគាត់ឆ្លុះគ្នាមិនគុណប្តីគាត់ម៉ែឪគាត់ឆ្លុះគ្នាមិនប៉ុន្តែសំខាន់គឺកូនហ្នឹងបានទៅសាលានោះជាក្តីសុខធំរបស់ខ្ញុំហើយអញ្ចឹងបានស្ទើរខ្ញុំអត់ហ៊ានប្រើពាក្យថាពាក់កណ្ដាលជីវិតទេប៉ុន្តែបេសកកម្មនៃការធ្វើសៀវភៅរបស់ខ្ញុំ5 6 7ឆ្នាំមកកន្លងមកនេះគឺខ្ញុំមានគោលដៅច្បាស់លាស់ខ្ញុំមានមហិច្ឆតាច្បាស់លាស់គឺខ្ញុំផ្ដោតសំខាន់ទៅលើកុមារខ្ញុំផ្ដោតសំខាន់ទៅលើយុវជនកុមារតូចបានទៅសាលាដូចខ្ញុំលើកឡើងបាញ់មិនថាបានទៅរៀនយ៉ាងហោចណាស់គាត់បានទៅរៀនខោលហែកក៏អាចបង្កល់សក់ប្រឡាក់សក់បាសមិនក៏ដែរសំខាន់ខ្ញុំពីក្មេងគេហៅសក់បាសnickname របស់ខ្ញុំក្នុងសៀវភៅអតីតកាលតានេះទេខ្ញុំចាំបានលោកគ្រូម្នាក់គាត់ហៅខ្ញុំសក់បាសហើយពេលដែលខ្ញុំឡើងមកធ្វើការជាខ្ញុំត្រឡប់បន្តិចនៅពេលដែលខ្ញុំជាធម្មតានៅពេលដែលវ៉ាកងទី6ទី7ឡើងទី8ទី8ឡើងទី9ទី9អីខ្ញុំសិតតែឡើងមកធ្វើការនៅភ្នំពេញទាំងអស់ពេលដែលខ្ញុំចប់ទី7គឺខ្ញុំឡើងមកធ្វើការនៅភ្នំពេញពេលហ្នឹងគេប្រជុំមកខែប្រជុំខ្ញុំមកធ្វើជាអ្នកលើកស៊ីម៉ង់លើកអីហ្នឹងគេហៅខ្ញុំមកកូនត្រេនទេព្រោះនៅហ្នឹងខ្ញុំតូចជាងគេចូលទៅក្នុងសហគមន៍ពិបាកទេប៉ុន្តែបើសិនជាគាត់ដូចខ្ញុំអញ្ចឹងនៅតែមានហ្នឹងនៅតែមានអញ្ចឹងហើយបានជាលើកទឹកចិត្តថាវ័យពួកគាត់គឺសំខាន់ឲ្យគាត់បានបន្តការសិក្សាយុវជនបានទៅសាលាមួយទៀតដោយសារតែទីឆ្លើយសំណួរយកសភៅហ្នឹងគឺយើងផ្ដោតសំខាន់ទៅលើយុវជនអញ្ចឹងនៅពេលដែលខ្ញុំឃើញព័ត៌មានចុះថាយុវជនវាយគ្នាយុវជនកាប់គ្នាយុវជនចូលប៉ុស្តិ៍ប៉ូលីសយុវជនត្រូវបានអាជ្ញាធរអញ្ជើញម៉ែឪទៅធានាទៅអីខ្ញុំមិនសប្បាយចិត្តទេក្នុងនាមជាដូចគ្នាបងបាទធ្វើការងារអប់រំការប្រព័ន្ធបើទោះបីជាអ្នកទាំងនោះមិនមែនជាបងប្អូនខ្ញុំក៏ដោយប៉ុន្តែខ្ញុំតែងតែឈរទៅលើគោលការណ៍មួយយើង
បុគ្គលការធំបំផុតរបស់ខ្ញុំគឺមនុស្សជាតិ human being យើងជាមនុស្សដូចគ្នាប៉ុន្តែគោលការណ៍ជាតិនិយមគឺ nationality សញ្ជាតិខ្មែរអត្តសញ្ញាណប័ណ្ណខ្មែរនិយាយភាសាខ្មែរសម្លៀកបំពាក់ប្រពៃណីខ្មែរអញ្ចឹងហេតុអីបានជាពេលខ្លះអ្នកទាំងអស់ហ្នឹងកំបាត់អ្នកទាំងអស់ហ្នឹងធ្វើខុសយើងអត់ជួយកែតម្រូវខ្ញុំឃើញយុវចាស់យើងមួយចំនួនភាគច្រើនគាត់មានគំនិតអាត្មានិយមគាត់យកទៅមករួចខ្លួនគ្រួសារគាត់បងប្អូនគាត់ណាមិនទៅប៉ុន្តែគាត់ភ្លេចថាអ្នកបរោះម៉ូតូទាំងអស់ហ្នឹងអ្នកញៀនឆ្នាំទាំងអស់ហ្នឹងចុងក្រោយត្រូវរស់នៅក្នុងសង្គមមួយជាមួយកូនចៅគាត់ដែរមិនត្រូវទៅរស់នៅក្រៅទាំងអស់ហ្នឹងមិនទេគាត់ត្រូវតែរស់នៅក្នុងសង្គមយើងដែលត្រូវកសាងសង្គមយើងឲ្យប្រសើរដែរដូច្នេះយើងត្រូវតែចូលរួមជួយទាំងអស់គ្នាក៏ព្រោះតែបើសិនជាយើងបដ ாய் ឲ្យកូននឹងមិនក៏មិនទៅប៉ុន្តែយើងរស់នៅក្នុងផ្ទះហ្នឹងយើងត្រូវចាក់សោដែរមែនទេបងបាទគាត់បកលក្ខណៈយើងជិះតាមផ្លូវយើងខ្លាចគាត់ទុកកញ្ចក់ដែរមែនទេបងអាហ្នឹងសិតតែយើងត្រូវគិតទាំងអស់ប៉ុន្តែអានេះខ្ញុំសូមលើកច្បាស់បន្តិចពីអ្វីដែលយើងបានឃើញជាក់ស្ដែងហើយខ្ញុំសង្ឃឹមថាវាជាផ្នែកមួយនៃការចូលរួមដល់យុវជនយើងជាពិសេសតកតងជាមួយនឹងការអប់រំនឹងឯងអញ្ចឹងហើយបានជាខ្ញុំខ្លួនឯងខ្ញុំព្យាយាមប៉ុន្តែខ្ញុំអត់ដឹងថាយើងនិយាយថាយើងព្យាយាមនោះគឺថាយើងនិយាយតែពីការងារខ្លួនឯងយើងចង់ឲ្យអ្នកដទៃនិយាយដែរព្រោះគេថាតែយើងលើកតែខ្លួនឯងអញ្ចឹងណាប៉ុន្តែជាក់ស្ដែងគឺយើងបានធ្វើមែនយើងបានធ្វើកន្លងនេះតាំងកម្មវិធីនីតិឆ្លើយសំណួរយកសភៅទាំងការផ្ដល់ជូនសភៅដល់សហគមន៍មានអ្នកខ្លះមកដល់ពេលនេះជំពាក់ទាំងថ្លៃផ្ញើសេវាទាំងជំពាក់ទាំងថ្លៃសភៅទៅទៀតក៏ប៉ុន្តែសភៅខ្ញុំលក់ខ្លះជូនខ្លះឲ្យខ្លះអ្នកមានលទ្ធភាពខ្ញុំលក់ពេញថ្លៃអត់ discount ទេបើខ្ញុំមើលទៅថាគាត់មានលទ្ធភាពអញ្ចឹងបើគេថាមួយក្បាល 28000 យើងលក់ជូនគាត់ 28000 បាទប៉ុន្តែលទ្ធភាពគឺយើងបញ្ចុះតម្លៃជូនហើយបើអ្នកអត់មកឲ្យតែគាត់ចាប់អានគឺយើងឲ្យគិតឲ្យទាំងថ្លៃផ្ញើទៀតចេញទាំងថ្លៃសេវាទៀតព្រោះគោលដៅរបស់យើងមិនមែនលក់សភៅទេគោលដៅរបស់យើងសភៅហ្នឹងបានទៅដល់ដៃអ្នកអានអញ្ចឹងមាន2សម្រាប់ហ្នឹងមានអ្នកមិនអានខ្លះមកគាត់ថាខ្ញុំអត់មានលុយទេតែខ្ញុំចង់អានទៅខ្ញុំថាលុយចាំទី2សំខាន់សភៅនឹងទៅដល់ដៃសិនហើយយើងបានធ្វើគឺយើងបានធ្វើនិយាយដូចនេះមិនមែនមានខ្ញុំមានលទ្ធភាពទេតាមពិតអ្នកដែលចែករំលែកអ្នកដែលឲ្យមិនមែនមានថាហូរហៀមិនខ្វះខ្ញុំក៏ខ្វះខាតដែរប៉ុន្តែយើងព្យាយាមចែករំលែកតាមអ្វីដែលអាចធ្វើបានដែលខ្ញុំជឿគោលការណ៍ថាបើសិនតែយើងចាំគ្រប់វាអត់ដឹងថាពេលណាឬក៏ពេលនោះនឹងមកដល់ឬក៏អត់យើងអាចលាចាក់ពីខែដីហ្នឹងក៏អាចថាបានដែរអញ្ចឹងជាការចូលរួមប៉ុណ្ណេះខ្ញុំបើសិនជាបងខ្ញុំប្រាប់ផ្ញើទៅយុវជនខ្ញុំប្រាប់ផ្ញើទៅយុវជនហើយនឹងកុមារនឹងអាណាព្យាបាលឬក៏ចាស់ដែរទូមកជួយបង្កលក្ខណៈឲ្យពួកគាត់អ្នកយុវជនបានបន្តការសិក្សាហើយកូនទូនេះបានទៅសាលាឬក៏ទៅរៀននឹងឯងខ្ញុំមានតែប៉ុណ្្នឹងឯងបងអរគុណបាទអរគុណច្រើនបងអូនពិតជាមានន័យខ្លាំងមែនតើបាទហើយខ្ញុំបាទក៏សូមផ្ញើសារមួយនេះទៅដល់យុវជនឬក៏សិស្សានុសិស្សហើយនឹងឪពុកម្ដាយទាំងអស់គ្នាផងដែរឲ្យបានជួយគ្នាដើម្បីបានប្រធានប្រចាំបានសភៅគឺកុំភ្លេចតាក់ទងទៅជាមួយនឹងបងអូនរ៉ាត់ហើយបងអូននឹងផ្ញើជូនឬក៏ចង់ទិញក៏ទិញគឺចង់មិនចង់ទិញក៏អាចផ្ញើឲ្យបានហើយបើសិនបើថាអ្នកណាដូចបងអូនមានប្រសាសន៍អញ្ចឹងបើសិនបើថាគាត់អត់មានលទ្ធភាពក្នុងការទិញទេគាត់អាចតាក់ទងមកខ្ញុំក៏បានដែរក្នុងតែសភៅមួយក្បាលពីរក្បាលសម្រាប់ផ្ញើទៅដល់បងប្អូនដែលគាត់ត្រូវការគឺខ្ញុំនឹងរួមចំណែកជួយឧបត្ថម្ភជួយសង្គមរបស់យើងឲ្យក្លាយទៅជាសង្គមដែលមានចំណេះដឹងប្រសើរជាងដោយតែបងអូនមានប្រសាសន៍អញ្ចឹងគឺញៀនថ្នាំហោះកង់ម៉ូតូត្រូវទៅប៉ូលីសម្ដាយត្រូវទៅដោះវាមើលទៅវាមិនប្រសើរសម្រាប់សង្គមរបស់យើងបាទដូច្នេះហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះហើយចង់តាក់ទងដើម្បីបានសភៅនេះដើម្បីយកទៅអានហើយជួយផ្ដល់ចំណេះដឹងទាំងអស់គ្នាក៏សូមមេត្តាតាក់ទងជាមួយពួកខ្ញុំបានដូចគ្នាបាទហើយពេលវេលាគឺទៅដល់ពេលបញ្ចប់ហើយដូច្នេះសម្រាប់បងប្អូនដែលគិតថាវីដេអូនេះល្អហើយចង់ឲ្យខ្ញុំធ្វើវីដេអូបន្ថែមទៀតក៏សូមមេត្តាជួយប្រាប់មកខ្ញុំមកហើយនេះអាចចូលមើលបាននៅក្នុង YouTube របស់ខ្ញុំបាទឈ្មោះសំណាង Bradley បាទអញ្ចឹងអរគុណច្រើនណាស់បងអូនសម្រាប់ការចែករំលែកសូមទោស
បើខ្ញុំនិយាយទៅហើយមានការខុសឆ្គងយ៉ាងណាដោយសារតែដូចខ្ញុំបានប្រាប់បងកាលពីដើមគឺអត់បាននៅក្នុងវីដេអូទេប៉ុន្តែដោយសារតែឃ្លាតឆ្ងាយពីស្រុកខ្មែរមួយរយៈមកអត់សូវបាននិយាយភាសាខ្លួនឯងច្រើនវាខុសឆ្គងលើខ្លួនឯងដែរដូច្នេះការនិយាយរបស់ខ្ញុំគឺវារៀងតាក់បន្តិចដូច្នេះសូមមេត្តាខន្តីអភ័យទោសបើសិនបើខ្ញុំនិយាយទៅហើយមានការខុសឆ្គងបែបណាបាទ អរគុណបងអរគុណច្រើនជំរាបលាបង នៅលើក្រោយបើសិនបើមានឱកាសយើងអាច live តែម្ដងបងប្អូនបើសិនបើបងប្អូនមិនថាអីយើងអាច live ចូលនៅក្នុង Facebook ឬក៏ YouTube ឲ្យទាំងអស់គ្នាបានមើលទាំងអស់គ្នាតែម្ដងបើសិនបើបងប្អូនមិនបានអរគុណបាទអរគុណច្រើនជំរាបលា បាទ បាទ